ពីក្មេងយើងប្រើដោយរបៀបណាវ័យកដាលយើងប្រើរបៀបណាវ័យចាស់នេះយើងប្រើរបៀបណាដូចអាត្មាបញ្ជាក់មិញអញ្ចឹងណាក្មេងយើងត្រូវក្រេបយកចំណេះទាំងផ្លូវលោកផ្លូវធម៌វ័យកដាលមានប្រពន្ធភរិយាស្វែងមិនបុតខំប្រឹងក្រេបយកទ្រព្យសម្បត្តិស្វាក់ស្វែងផ្នែកផ្នែករស់ស៊ីលីស័យរៃពុនសំលុយកាក់ប្រកាសបានច្រើនដល់ឲ្យចាស់ទៅយើងខំប្រឹងក្រេបយកបុណ្យកុសលប៉ុន្តែបុណ្យហ្នឹងមិនមែនក្រេបដល់ចាស់ទេពីក្មេងមកហ្នឹងក៏យើងសន្សំបុណ្យផងណាឲ្យបានច្រើនកុំចាំដល់ចាស់ដល់ចាស់មែនតែនទៅស្ដាប់ក៏លែងកើតណាស្ដាប់ធម៌ក៏លែងចាំណាទៅធ្វើបុណ្យក៏វាអត់បានច្រើនបានមិនតិចដល់ថ្ងៃទៅវិញបាត់ស្មើនឹងថ្ងៃនោះថ្ងៃនោះវារៀបនឹងលិចទៅវិញហើយអញ្ចឹងយើងខំប្រឹងសន្សំតាំងពីរះមកដបងបានច្រើនទី3មកពីយើងណាគិតថាយើងមកដោយសារបុណ្យទៅវិញក៏ត្រូវទៅដោយសារបុណ្យដែលយើងយល់ថាយើងប្រឹងធ្វើបុណ្យមកពីយើងគិតថាយើងមកក៏មកដោយសារបុណ្យយើងត្រឡប់ទៅវិញក៏ទៅដោយសារបុណ្យប៉ុន្តែមិនមែនទៅដល់បុណ្យទេព្រោះព្រះលោកសម្ដែងថាបញ្ញមិត្តតាំងអាបុណ្យនេះក៏វាជាមិត្តប៉ាប៉ាំងមិត្តតាំងអាបាបនេះក៏វាជាមិត្តដែរណាបើយើងធ្វើទាំងពីរហ្នឹងទៅទាំងពីរហើយបើធ្វើតែបុណ្យទៅដល់បុណ្យធ្វើតែបាបទៅដល់បាបមានន័យថាពីរអ្នកហ្នឹងតាមយើងរហូតណាគ្រប់ពេលទាំងអស់អតីតមកបច្ចុប្បន្នក៏ពីរអ្នកហ្នឹងគេមកតាមបច្ចុប្បន្នទៅអនាគតជាតិទៅមុខទៀតក៏ពីរអ្នកហ្នឹងគេទៅតាមនឹងអញ្ចឹងណាអញ្ចឹងយើងសន្សំគួរសន្សំអីឥឡូវគួរសន្សំអីបើពីរអ្នកហ្នឹងទៅតាមគួរយកមួយណាយកប៉ុណ្ណឹងណាហ្នឹងហើយចង់ទៅកាន់សុគតិឬទៅកាន់ទុគតិសុគតិនឹងនិយាយខ្លះអត់យល់បងដឹងសុគតិនឹងស្អីទុគតិនឹងឯងកណាយកទុគតិឯងគាត់ទុគតិណាអត់ដឹងប៉ុនឆ្លើយបាត់ហើយព្រោះអត់ដឹងកុំអាលឆ្លើយទុគតិនឹងទុរៈនឹងអាក្រក់កំណើតដែលមិនល្អមានអបាយភូមិ4នរកប្រែតអវិជ័យតិរិឆានសរកាយជាដើមលក្ខនឹងលក្ខសុនឹងប្រែមកទៅល្អកតិនឹងមានន័យថាដំណើរឬកំណើតនៅវិលត្រឡប់កើតមកវិញម្ដងទៀតហ្នឹងហើយអញ្ចឹងយើងបានទៅកំណើតល្អមនុស្សនេះក៏ចាប់ទុកថាជាកំណើតមួយដែលល្អដែរមនុស្សស័ក្តិសម្បត្តិទាំងចក្រនេះក្តីទេវៈស័ក្តិសម្បត្តិទាំងចក្រក្តីជាកំណើតដែលល្អអញ្ចឹងយើងប្រឹងធ្វើម៉េចឲ្យបានកំណើតនឹងមកម្ដងទៀតសម្រាប់យើងសន្សំសេចក្តីល្អបន្តទៀតអញ្ចឹងយើងគិតថាយើងមកក៏ដោយសារបុណ្យទៅវិញក៏ដោយសារបុណ្យអញ្ចឹងយើងប្រឹងសន្សំសេចក្តីល្អគឺបុណ្យកុសលអញ្ចឹងបានលោកអ្នកប្រាជ្ញលោកបញ្ជាក់ថាម៉េចថាទឹកស្រក់លើថ្មលំអធម្មជាតិយសស័ក្តិប្រាជ្ញាតលំអជីវិតកងបុណ្យកុសលលំអផ្លូវចិត្តឯខន្តីពិតលំអអ្នកប្រាជ្ញទឹកស្រក់មួយដំណក់ធ្លាក់ចុះមកពីលើភ្នំធ្លាក់ចុះមកលើថ្មដែលមានធម្មជាតិនៅក្បែរអមសងខាងផងវាមើលទៅគួរឲ្យចាប់អារម្មណ៍មែនទេទឹកស្រក់លើថ្មលំអធម្មជាតិយសស័ក្តិប្រាជ្ញាតលំអជីវិតរាល់ថ្ងៃនេះបើយើងរស់នៅក្នុងសង្គមយើងនេះអត់មានលុយអត់មានកាក់អត់មានយុះអត់មានអីទេវាមិនសូវសុបាយប្រហែលទេវាមិនសូវសុខមិនសូវល្អប្រហែលទេមែនទេយាយមិនបានថាអញ្ចឹងសម្រាប់អ្នកមានធរដោយអាត្មាអីមិនអីទេមិនបាច់ចាំមានយុះមានស័ក្តិស្អីរាល់ថ្ងៃនេះមានស្អីប៉ុន្តែចេះសុខដោយសារអីដោយសារយើងព្រមទទួលយកនៅអ្វីដែលមានទោះបីជាចង្ហាន់យាយយកប្រហុកយកអំបិលមកក៏នៅតែញឹមណាយកស្អីមកក៏ញឹមយាយអត់យកអីមកឆាន់តែសៀងអីថៃប៉ៅនៅកត់ហ្នឹងក៏ទៅតែញឹមសប្បាយចិត្តអត់ដែលចេះតូមម្នោះជាមួយរឿងអីសោះហើយដែលមានស្អីបើយើងនិយាយពីយុះស័ក្តិនិយាយពីបុណ្យស័ក្តិនិយាយពីទ្រព្យសម្បត្តិវិញអត់មានអីសោះលោកនេះនិយាយអស់មែនតើរហូតដល់កោខ្លីមួយស្លៀកគ្មានមែនទេនិយាយអស់មែនទេចាវាក្រដល់ប៉ុណ្ណឹងយកហ្នឹងហើយប៉ុន្តែនៅតែសុខនៅតែសប្បាយចិត្តនៅតែសប្បាយចិត្តហ្នឹងហើយដោយសារអីដោយសារយើងចេះទទួលព្រមបើនិយាយថាលោកឯណាស្លៀកខោខ្លីឯកូនបានមកថាឧទាហរណ៍វាអស់ណាកុំនិយាយដល់ថ្នាក់មានប្រពន្ធមានកូនមានផ្ទះមានសម្បែងមានរបស់ទ្រព្យគ្រប់សពបែបយ៉ាងកវលខ្សែកអញ្ជៀនត្រាយនោះមិនបាច់ទេមិនបាច់និយាយដល់ហ្នឹងហ្នឹងហើយនិយាយតែប៉ុណ្ណឹងវាគ្មានផងណាប៉ុន្តែនៅតែលោកសុខណាដោយសារអីដោយសារចេះទទួលព្រមប៉ុន្តែមកចង់និយាយថាសុខដែលមិនមានទ្រព្យហ្នឹងសម្រាប់តែអាដាមប្រភេទដូចអាត្មានេះទេបើសម្រាប់ញាតិញោមវិញរស់ក្នុងសង្គមបើអត់មានទ្រព្យហ្នឹងរៀងពិបាកបន្តិចអាត្មាដូចគ្នាទេអត់ទ្រព្យប៉ុន្តែបានបរិស័ទឧទាហរណ៍ថាអាពាតចូលពេទ្យទៅបរិស័ទគេច្រាក់ដៃគ្នាមើលបើនិយាយមានពីណាគេច្រាក់ដៃគ្នាមើលមែនទេកាលណាឈឺបើអត់មានទ្រព្យចប់ហើយចូលពេទ្យរួយរោមហើយណាយាយណាមានពេទ្យណាមកអើតទេមកជឿអញ្ចឹងឃើញជាក់ស្ដែងមិនថាញោមអាបាស្រុកយើងនៅនេះដែរមិនមែនស្រុកយើងនេះទេណាដៃនេះទេហ៎ណានឹងនឹងយើងឃើញសភាពជាក់ស្ដែងអញ្ចឹងណាអញ្ចឹងបើសិនជាយើងរស់ក្នុងសង្គមហ្នឹងយើងអត់មានយកស័ក្តិហើយយើងអត់ទ្រព្យទៀតវាអត់សុខវាអត់សុខ
ទឹកស្រក់លើថ្មលំអធម្មជាតិយកស័កប្រាជ្ញាលំអជីវិតនេះអញ្ចឹងបានព្រះលោកសម្ដែងថាម៉េចអលស័កសកតោសបាំងអសបសកតោធនាងអធនៈសកតោមិត្តੰអមិត្តសកតោបញ្ញបញ្ញាសកតោសកាំងស្រាប់បានទេយាយអត់បានទេម្ដងទៀតអលស័កសកតោសបាំងអសបសកតោធនាងអធនៈសកតោមិត្តੰអមិត្តសកតោបញ្ញបញ្ញាសកតោសកាំងស្រាប់បានទេឬសកាំងមិនដឹងស្អីណាព្រះលោកសម្ដែងថាអញ្ចេះឥឡូវយើងស្ដាប់ខ្មែរព្រះអង្គសម្ដែងថាបើសិនជាយើងអត់សិក្សារៀនសូត្របញ្ញាក៏វាអត់មានកាលណាចំណេះដឹងអត់មានហើយទ្រព្យក៏វាគ្មានកាលណាទ្រព្យសម្បត្តិអត់មានហើយមិត្តភក្តិញាតិល្អក៏វាអត់មានកាលណាវាគ្មានញាតិហើយសេចក្តីសុខក៏វាអត់មានកាលណាសុខវាអត់មានហើយទុក្ខកើតកាលណាទុក្ខកើតនាំឲ្យសត្វលោកនោះអត់នឹកឃើញសន្សំសេចក្តីល្អធ្វើបុណ្យកាលណាសត្វលោកនឹងអត់ធ្វើសេចក្តីល្អធ្វើបុណ្យអីទេនាំឲ្យសត្វលោកនឹងលំបាកទាំងបច្ចុប្បន្ននឹងរហូតដល់អនាគតជាតិកុំសង្ឃឹមថាបានទៅកាន់ឋានសួគ៌ទេតើណាលោកបញ្ជាក់ថាចឹងប៉ុន្តែដើមដំបូងមកលោកចង់បញ្ជាក់ថាបើយើងអត់សិក្សារៀនសូត្របញ្ញាអត់ចម្រើនណាកាលណាបញ្ញាចំណេះដឹងអត់មានទ្រព្យសម្បត្តិហ្នឹងក៏វាអត់កាលណាទ្រព្យហ្នឹងវាអត់ហើយមិត្តភក្តិក៏គ្មានសេចក្តីសុខក៏គ្មានប៉ុន្តែវាបដិបកគ្នាពីដំបូងមកពីយើងគ្មានចំណេះអត់ចេះដឹងណាពិបាកក្នុងការស្វែងរកទ្រព្យហើយកាលណាអត់ទ្រព្យហើយមកជឿមែនណាំដែលមានអុកញ៉ាឯកឧត្តមឯណាគេតណាក់ខ្វងពោះកាយ1កាយ2អីគេមានរវល់ធំដុំជប់លៀងអីហៅយាយត្រកពីគៀនស្វាយនេះទៅចូលភូមិមកគ្រឹះគេជប់លៀងទេណាយាយណាអាណាគេមកបើយើងបាទយាយគ្នាយើងហ្នឹងអញ្ចឹងវាអត់មានញាតិកាលណាអត់មានញាតិល្អហើយអត់ទ្រព្យទៀតសេចក្តីសុខហ្នឹងក៏មិនសូវចម្រើនតែអញ្ចឹងណាអញ្ចឹងបច្ចុប្បន្នហ្នឹងត្រូវតែមានទ្រព្យខ្លះផងយកស័ក្តិប្រាជ្ញាលំអជីវិតកងបុណ្យកុសលលំអផ្លូវចិត្តណែនឹងដល់កន្លែងតកងបនកុសលលំអផ្លូវចិត្តបើយើងអត់ទ្រព្យតែយើងចេះហាត់ពុតលត់ដំអប់រំចិត្តរបស់យើងឲ្យសុខឲ្យចេះទទួលព្រមល្មមតាមមានតាមបានសុខអីហីហើយបើសិនជាយើងអត់ចេះហាត់ពុតលត់ដំអប់រំចិត្តរបស់យើងទេចេះល្មមតាមមានតាមបានទេអាត្មាគិតថាទ្រព្យមិនយកមកច្រើនទេតែល្មមសំខាន់ផ្លូវចិត្តយើងនេះមែនទេយាយអាកាយយើងនេះមិនទៅលួចឆក់ប្លន់កັບកេងប្រវាយវាដំតក់ធាក់ជាបចោដៀលខ្មេះអ្នករតីចាប់ទុកថាមាត់យើងកាយយើងសុខមួយបាត់អាចិត្តយើងនេះអត់មានអភិជាជាបាបតមិច្ឆាទិដ្ឋិចងគំនុំគុំគួនលើគេសក់មួយទៀតបាត់មែនទេយាយមិនយកមកច្រើនទេយកមកច្រើនក៏មិនដឹងយកទៅឯណាមែនទេអាត្មាចេះតែមើលទេអ្នកមានខ្លះស្រុកខ្មែរមកស្គាល់ច្រើនអ្នកខ្លះបើចូលទៅទេសនាវិញភូមិមកគ្រឹះផ្ទះគាត់សឹងថាប្រគុណយើងបប់ជើងនោះក៏សឹងតែក្រាលមាសណាបងទីហោណារបស់សិតតែមានតម្លៃយកពីបរទេសណាផ្ទះមួយធ្វើអស់រាប់លានដុល្លារអាមានប៉ុណ្ណឹងហើយនឹងរត់តែពេលដេកអត់ចង់បានទេយាយបលឹមចាញ់ប្លុកចូលទៅប្តីទៅប្រពន្ធកូនទៅកូននោះផឹងប្រេងខ្នះខ្នែងហើយធនាគារក៏លែងចង់ទទួលលុយមិនដឹងយកទៅណាអស់ហើយនៅតែប្រឹងអាត្មាចេះតែគិតថាតើយើងប្រឹងយកទៅឯណាទោះបីយើងហូបឆ្ងាញ់អាត្មាឆាន់សៀងក៏នៅតែមួយពេលឆ្អែតដូចគ្នាក្បាលពោះប៉ុណ្ណឹងដូចគ្នាមែនទេណាចង់ដេកពូក៏មកយកអាត្មាដេកអានាងក៏នៅតែមកយកប៉ុន្តែបើសិនជាយើងមានទ្រព្យយើងអត់បានអប់រំចិត្តយើងណានៅតែអត់សុខដេកសឡុងដេកពូយ៉ាងម៉េចក៏អត់សុខមកមើលតអ្នកទាំងអស់ហ្នឹងมันប្រកបតែសុខផ្លូវចិត្តទេគាត់មានទ្រព្យប៉ុន្តែអត់មកជឿថាมันសូវប្រកបតែសុខផ្លូវចិត្តទេមិនបានថាជឿអញ្ចឹងមកពីភាកច្រើនមានជំទាវអីគាត់ច្រើនអាសាទេសួរពីរឿងបញ្ហាគាត់ពិបាកចេះបាក់ចោះដេកគាត់អើយឲ្យវាណាស់ហ្នឹងហើយនៅនេះនេះណាឃើញទេมันប្រកាសតែមានទ្រព្យហើយនៅវាសុខផ្លូវចិត្តហ្នឹងទេបើសិនជាយើងអត់មានធម៌ហ្នឹងវាអត់សុខបើយើងបានហាត់ពុតលត់ដំអប់រំចិត្តទៅសុខដូចយាយតាអីយើងដែលខ្វល់អីមកមើលតអ្នកក្រសบายចិត្តមួយថ្ងៃសบายមែនថ្ងៃធ្លាប់មកអួតប្រាប់លោកទេដេកគុណហើយស្រុកទេសយើងឥឡូវសុខសានត្រានទៅស្រួលមែនតែនរហូតដល់បន្លែបកាមហូបអីមិនបាច់ចាំតបងសំណាញ់ដាក់ទ្រូដាក់ម៉ងបាច់ចាំដាំអីទេដេកគុណតែព្រលឹមឡើងគេដឹកមកដល់ផ្ទះទិញស្រួលដេកគុណយ៉ាងណាណាស្រូវអង្គអីសឹងតែមិនបាច់ធ្វើស្រែដល់ឥឡូវនេះអស់អង្គមកបាវទៅទិញពីចិនមកបាវហូបស្រួលដេកគុណហើយមិនបាច់ប្រឹងរកស៊ីអីទេឥឡូវនេះអត់ប្របាកទៀតបើថាចង់បានម៉ូតូចង់បានកវិលបានខ្សែកយកតែមេដៃដាក់ប្លង់ផ្ទះមួយផ្ដាត់តែមកពោកទិញម៉ូតូជិះស្រួលឯកូនស្រួលដល់ថ្ងៃដល់ខែគេអូសផ្ទះអូសដីស្រួលដូចគ្នាណាហើយចឹងមកអួតប្រាប់លោកទៀតណាវាស្រួលទាំងអស់ហើយដល់ស្រួលមែនតើមនុស្សខ្ជិលតែរាល់ថ្ងៃណាមែនមកជឿណាពីមុនចាស់មានកំណើតដែរប្រាប់មកបន្លែបកាហូបចុកចក្រីមកអមផ្ទីណាស្លឹកខ្ទឹមអីនេះតកួនអីនេះគាត់មិនដែលទៅទិញផ្សារទេគាត់ដាំទៅជុំវិញពីងទឹកដូចចក្រីដូចជាមានបបាដាក់តែក្បែរពីងទឹកស្រស់ទៅមាត់ដាក់លឹមឡើងបាច់ស្រោចទឹកក៏វារស់ដែរមែនទេណាបើយើងអត់ខ្ជិលណាខ្ជិលដល់ប្រទេសវាស្រួលមែនតែនទៅហើយមើលស្រួលមែនអ្នកស្រែយើង
បើអ្នកមានអាត្មាមើលប្រឡំចាញ់ប្រឡប់ចូលជួយជាក្តៅរងើយអីប្រឹងគ្មានពេលដេកពេល4ទៅប្រពន្ធទៅដល់ប្រពន្ធប្រៃទៅប្រៃកូនទៅឲ្យកូនចឹងបានអ្នកមានណាញោមគេមិនសូវមានកូនច្រើនទេច្រើនអស់ហើយត្រឹម2ហ្នឹងមែនទេយាយព្រោះវារវល់រហូតដល់ពេលដេកគ្មានណាយើងអ្នកក្រនេះវាអត់មានទ្រព្យប៉ុន្តែកូន2ដណ្ដប់អីនោះវាមានតែកូននោះមិនដឹងធ្វើស្អីហូបបាយឲ្យមើលតែមុខគ្នាណាហើយគេនោះចេញខ្វែងដៃខ្វែងជើងមកអញ្ចឹងណាចឹងខំប្រឹងប៉ុន្តែយើងសក់មកមើលតែញាតញោមសក់ផ្លូវចិត្តនេះសក់ផ្លូវចិត្តចឹងបានអាត្មាបញ្ជាក់ថាយើងកុំបំពន់តែអាហារផ្លូវកាយត្រូវបំពន់អាហារផ្លូវចិត្តនេះផងណាហ្នឹងមិនមែនសក់តែយើងបំពន់អាហារផ្លូវកាយដូចមកបញ្ជាក់មិញអញ្ចឹងទ្របនឹងមិនចាំបាច់ច្រើនពេកក៏បានប៉ុន្តែបើអត់ក៏វាអត់សក់ដែរក្នុងសង្គមរស់ក្នុងសង្គមមួយគេត្រូវការប្រើអ្វីយើងត្រូវមានហ្នឹងប៉ុន្តែបើសិនជាយើងមានទ្របយើងអត់មានធម៌ក៏អត់សក់ហើយបើយើងមានតែធម៌ហើយអត់ទ្របក៏វាអត់សក់ត្រូវតែមានទាំងពីរហ្នឹងរស់ក្នុងសង្គមបច្ចុប្បន្ននេះមិននិយាយប្រាក់លោកខាងមុខទេអញ្ចឹងត្រូវបដិបកគ្នាត្រូវទីពឹងគ្នាមានទាំងធម៌មានទាំងទ្រព្យបានវាបានសុខណាបច្ចុប្បន្នហ្នឹងនិយាយបច្ចុប្បន្នប៉ុន្តែមកល្មមបាច់ប្រឹងអីពេកទេព្រោះមកបញ្ជាក់ថាចង់ឆ្ងាញ់ក៏វាមកពេលដូចគ្នាសម្រាប់ណានៀបក៏ដោយពូក៏ដោយក៏មកយកដូចគ្នាកើតមកខ្លួនតទេដូចគ្នាចង់កើតក្នុងវណ្ណៈណាក៏ដោយគេបង្ហាញយើងគ្រប់គ្នាឲ្យយើងឃើញហើយបាត់ពេលដែលយើងកើតមកចង់កូននាយករដ្ឋមន្ត្រីក្តីឧបនាយករដ្ឋមន្ត្រីក្តីទេសរដ្ឋមន្ត្រីក្តីរដ្ឋមន្ត្រីក្តីកូនឯកឧត្តមអុកញ៉ាណាក្តីយើងរាជសាមញ្ញនេះក្តីពេលដែលកើតមកទោះបីយើងកើតក្នុងវណ្ណៈណាក៏ដោយគឺកើតមកខ្លួនតទេដូចគ្នាទាំងអស់មែនទេយាយកើតមកគឺវណ្ណៈតែមួយខ្លួនតទេដូចគ្នាទាំងអស់ណាចំកូនប្រធានាធិបតីក៏កើតមកខ្លួនតទេអត់មានអ្នកណាកើតមកក្តាប់មាសមកតាមទេមែនទេខោអត់មានអាវអត់មានដូចគ្នាតទេចេះគេចង់បង្ហាញតែអ្នកកើតក្នុងវណ្ណៈណាក៏មកតទេដូចគ្នាពេលដែលអ្នកទៅវិញទោះបីជាអ្នកទៅក្នុងវណ្ណៈណាក៏ដោយក៏ទៅដូចអាម៉ោហ្នឹងចឹងតើនិយាយទៅដូចម៉ោហ្នឹងចឹងចុះរឿងអីដែលយើងខំប្រឹងគ្មានទីបញ្ចប់រកតែសេចក្តីសុខសម្រាប់ខ្លួនឯងអត់មានរកតែពេលផ្ដល់សេចក្តីសុខឲ្យអ្នកដទៃជុំវិញខ្លួនរបស់យើងអត់មានអញ្ចឹងយើងប្រឹងដែរត្រូវតែប្រឹងមិនមែនពុទ្ធសាសនាបង្រៀនមនុស្សឲ្យខ្ជិលអត់ទេប៉ុន្តែប្រឹងដោយសមាជីវោសមាកម្មន្តោណាការងារត្រូវការចិញ្ចឹមជីវិតត្រូវប៉ុណ្ណឹងចុះមិនវែងទៀតទេនិយាយពីរឿងផ្លូវយើងបន្តិចចប់នេះយើងចេះសាមគ្គីគ្នារួបរวมគ្នាធ្វើផ្លូវនេះចាត់ទុកថាជាបុណ្យកុសលមួយមហាធំធេងណាស់ការបំពេញសេចក្តីល្អមានការធ្វើផ្លូវធ្វើស្ទៀនជីកស្រះទឹកជីកម្ដងធ្វើសាលាឆោទៀនសាលាសំណាក់សម្រាប់គេស្នាក់អាស្រ័យនៅនេះបុណ្យកុសលអានិសង្សច្រើនណាស់បានច្រើនហ្នឹងមិនមែនមានន័យថាមកពីគេជិះលើផ្លូវហ្នឹងទៅមកព្រឹកល្ងាចបានប៉ុណ្ណឹងបានរាល់ថ្ងៃព្រឹកល្ងាចមិនមែនទេចង់គេជិះក៏ដោយមិនជិះក៏ដោយវានៅត្រង់ចិត្តយើងហ្នឹងជ្រះថ្លានឹងផ្លូវហ្នឹងព្រឹកបានប៉ុនព្រឹកជ្រះថ្លាល្ងាចបានប៉ុនល្ងាចជ្រះថ្លាថ្ងៃបានប៉ុនថ្ងៃជ្រះថ្លាខែក្រោយបានប៉ុនដល់ខែក្រោយទៀតឆ្នាំក្រោយនឹកឃើញជ្រះថ្លាផ្លូវហ្នឹងទៀតបានប៉ុនដល់ឆ្នាំក្រោយទៀតតើណានឹកជ្រះថ្លានៅផ្លូវហ្នឹងពេលណាប៉ុនបានពេលហ្នឹងណាមែនគេជិះទៅមកបានប៉ុនទេហើយអានិសង្សផ្លូវនេះដោយសាលាឆោទៀនអីខ្មែរយើងពីមុនតកាលណាធ្វើផ្លូវបើផ្លូវនឹងឆ្ងាយចាប់ពី20-30 គីឡូឡើងទៅគេចាប់ផ្ដើមមានសាលាឆោទៀនមួយអញ្ចឹងហើយអាត្មាទៅទេសនាតាមខេត្តអីឆាន់តាមសាលាឆោទៀនហ្នឹងប៉ុន្តែឥឡូវគេលែងចង់ធ្វើអស់ហើយញោមទំនាប់ពីមុនយើងមានតាមផ្លូវតាមអីហ្នឹងយើងមានធ្វើសាលាឆោទៀនសម្រាប់អ្នកដំណើរឆ្ងាយស្នាក់អាស្រ័យដូចអ្នករស់ស៊ីដូចលោកអំបោសលោកកតេលោកចង្អេលោកឆ្លៀងលោកឆ្នាំងអីហ្នឹងពេលខ្លះណាគាត់ដាច់ស្នាក់ទៅគ្នាគាត់3-4នាក់ហ្នឹងសម្រាប់នៅតាមសាលាឆោទៀនហ្នឹងអញ្ចឹងបានផ្លូវមួយខ្មែរយើងពីមុនណាគុណសម្បត្តិល្អណាស់សាលាហ្នឹងហើយអ្នកផ្ទះនៅក្បែរហ្នឹងគាត់ចង់បានប៉ុនដែរព្រឹកព្រលឹមឡើងល្ងាចឡើងគាត់ទៅបោសទៅសម្អាតសាលាហ្នឹងបានប៉ុនព្រឹកបានប៉ុនល្ងាចដល់អ្នកនៅក្បែរហ្នឹងទៀតមិនបាច់ឲ្យប្រាក់ខែទេគាត់យកតែប៉ុននេះហ្នឹងហើយយកតែប៉ុនហើយប្រវត្តិធ្វើសាលាធ្វើផ្លូវហ្នឹងវាមានប្រវត្តិតាក់ទងមកមិនតែធ្វើតែយើងនេះណាតាំងសម័យព្រះមកយករួមគ្នាធ្វើផ្លូវហ្នឹងមគ្គមេនុបចនន្តព្រះក៏ដឹកនាំធ្វើផ្លូវណាហើយគ្នារបស់គាត់20-30 នាក់រហូតដល់40 នាក់ច្រើនទៅដល់ដឹកនាំគ្នាធ្វើកាន់តែច្រើនទៅត្រូវធ្វើពីក្រុងមួយទៅក្រុងមួយណាឆ្លងកាត់សម្រាប់ប្រជាពលរដ្ឋនឹងធ្វើដំណើររស់ស៊ីជួញប្រែពីក្រុងមួយទៅក្រុងមួយដឹកនាំធ្វើផ្លូវរហូតដល់ពាក់កណ្ដាលផ្លូវណាបើមានអ្នករិះគន់ចាក់រុកចំណោមនោះមានដែរមគ្គមេនុបដឹកនាំធ្វើវាមានអ្នកតចរុកបរិជាបបិទ្ធមហារាជមានបរោះពីក្រុងផ្សេងហ្នឹងធ្វើផ្លូវកាត់ឆ្លងមកក្រុងយើងហើយប្រហែលមានបំណងដើម្បីដឹកនាំតបនាំអីមកដើម្បីច្បាំងទៅដើមនគររបស់យើងតាមពិតទៅគ្នាគោលបំណងធ្វើផ្លូវដើម្បីងាយស្រួលសម្រាប់អ្នកស្រុកផ្សេងទៅស្រុកផ្សេងមួយទៀតហ្នឹងដើម្បីតំណាក់តំណងគ្នាលើវិស័យការរស់ស៊ីងាយស្រួលក្នុងការធ្វើដំណើរ
ប៉ុន្តែមិនអញ្ចឹងគេទៅដឹងបរិជាអញ្ចឹងចាប់អ្នកទាំងអស់ហ្នឹងដាក់គុកទាំងអស់ក្រោយមកបានដឹងរឿងហេតុសពគ្រប់ទៅប្រឡែងមកវិញគាត់ចាប់ដើមធ្វើទៀតណាមានការគ្រប់គ្រងពីបរិជាផងចាប់ដើមធ្វើរហូតដល់ជោគជ័យហើយផ្លូវរបស់គាត់ហ្នឹងគាត់ធ្វើ10គីឡូគាត់ធ្វើសាលាឆទៀនមួយជីកស្រះមួយ10គីឡូធ្វើសាលាឆទៀនមួយជីកស្រះមួយ10គីឡូធ្វើសាលាឆទៀនមួយជីកស្រះមួយប៉ុន្តែចំណន់នោះវាសបោឈើបងណាអញ្ចឹង10គីឡូជីកស្រះមួយធ្វើសាលាឆទៀនមួយជីកស្រះមួយធ្វើសាលាឆទៀនមួយហើយក្នុងស្រះហ្នឹងគាត់ដាំផ្កាសួនផ្កាហ្នឹងក៏អូបជុំវិញស្រះហ្នឹងក្នុងស្រះហ្នឹងដាំផ្កាឈូកផងអីផងសម្រាប់អ្នកទៅសម្រាប់នៅសាលាហ្នឹងធំក្លិនអាផ្កាហ្នឹងជះមកគាត់គិតមកចប់ដេកទៅវាមានផាសុខភាពដោយផ្កាហ្នឹងវាជះក្លិនក៏អូបមកផងបើក្តៅទៅចុះងូទឹកស្រះហ្នឹងបានផងផឹកផងអីផងឃើញទេអ្នកគាត់គិតមកចប់ដល់ហ្នឹងអញ្ចឹង10គីឡូគាត់ជីកស្រះមួយគាត់ធ្វើសាលាឆទៀនមួយ10គីឡូជីកស្រះមួយហើយប្រពន្ធគាត់14នោះណាប្រពន្ធមគ្គបនុ4យកប្រពន្ធច្រើនបន្តិចណាមានសធម្មាសជាតិតាសចិត្តត្រាអីប៉ុន្តែនាងប្រពន្ធដើមមិនខុសគេនាងប្រពន្ធ3នាក់ទៀតគេដឹងថាប្តីខំប្រឹងធ្វើដើម្បីបានបនបានកុសលគេខំជាមួយប្តីដែរធ្វើម៉េចឲ្យបានទៅមុខទៀតបានជួបប្តីផងធ្វើបនសន្សំជាមួយប្តីហ្នឹងបើប្តីធ្វើផ្លូវធ្វើសាលាហើយនាងដូចសធម្មាអីគេនឹកឃើញចង់ធ្វើហៅជាងដាក់សាលាហ្នឹងឆ្លាក់ឈ្មោះនាងថានាងសធម្មាអញ្ចឹងក៏សាលារបស់នាងសធម្មាអញ្ចឹងទីហោនាងផ្សេងទៀតគេដាំផ្កាដាំនេះដាំនោះធ្វើជាមួយប្តីហ្នឹងតាំងចិត្តសច្ចាប្រាថ្នាទៅសុំមកកើតជាតិណាបានជួបប្តីខ្ញុំទៀតក៏ល្អក៏បើប្តីនឹងមិនល្អមិនមែននៅទាំង4នឹងជាមួយគ្នាបានទេដល់យាយណោនៅវាល្អសម្រាប់អ្នកទាំង4ហ្នឹងប៉ានាងដើមនេះវាខុសគេត្រង់ថាអត់នឹកឃើញធ្វើអីសោះជាមួយប្តីហើយអត់តាំងចិត្តទៅជួបប្តីអត់ធ្វើអីជាមួយរួមជាមួយប្តីទេមួយថ្ងៃខំប្រឹងតែសិតសក់លាបក្រែមផាត់កញ្ចក់នៅមើលតែមុខកញ្ចក់ហ្នឹងអើយសម្លឹងកញ្ចក់អញស្អាតមុខអញស្អាតប្តីស្រឡាញ់តែអញទេហ្នឹងហើយប្តីស្រឡាញ់មែនក៏មគ្គមនុស្សស្រឡាញ់ប្រពន្ធដើមហ្នឹងខ្លាំងជាងគេមែនយកចិត្តទុកដាក់ថែទាំប្រពន្ធដើមនឹងជាងគេប៉ុន្តែប្តីស្រឡាញ់ទៅមនុស្សវាខូចវាអត់នឹកឃើញធ្វើបន់ទៅអីគេដល់ស្លាប់ទៅ3នាក់គេឡើងទៅឋានសួគ៌ជាមួយប្តីទាំងអស់លើកលែងតែនាងប្រពន្ធដើមនេះទៅឯណាយាយហ៎ហ្នឹងហើយធ្លាប់ស្ដាប់ហើយក៏ណាស្លាប់ទៅវាមិនបានទៅឋានសួគ៌ជាមួយប្តីឯណាទៅកើតនៅបឹងម្នាក់ឯងនោះហើយវាស្រឡាញ់កញ្ចក់ហ្នឹងពេកគេកើតឲ្យអ្នកកើតមកកញ្ចក់វែងណាស្អីទៅកើតជាកុកសហ្នឹងហើយបានកញ្ចក់នឹងស្អាតមែនណាវែងណាណីហ្នឹងហើយប៉ាន់នេះណាដល់ឡើងទៅដល់ឋានសួគ៌កលេចមើលទៅឃើញតែប្រពន្ធ3នាក់ចុះប្រពន្ធអញមួយទៀតទៅឯណាប្រពន្ធជាទីស្រឡាញ់នាងសុជាតិតាប្រពន្ធដើមកលេចចុះកលេចឡើងប្រមើមើលមកអូប្រពន្ធអញពងចាក់ត្រីនៅបឹងនេះនៅម្នាក់ឯងណា3នាក់ទៀតគេធ្វើបន់រួមជាមួយមកបានមកកាន់ឋានសួគ៌ណាជាមួយគ្នានេះដោយឡែកប្រពន្ធដើមជាទីស្រឡាញ់នេះនៅចាក់ត្រីនៅបឹងម្នាក់ឯងកាលានិមិត្តខ្លួនមកញ៉ាំមកបញ្យល់ប្រាប់ថាអូនណាបើអូនឯងចង់ទៅជួបបងខ្មាស់ប្តីណាញោមតែបងអត់ចង់ហ៊ានជួបប្តីទេព្រោះខ្មាស់ហ្នឹងហើយមគ្គមនុស្សកាលាខ្លួនមកប្រាប់ថាអូនបើអូនចង់ទៅជួបបងពីថ្ងៃហ្នឹងទៅអូនត្រូវរក្សាសិលរក្សាសិលអូនត្រូវរក្សាសិក្ខាបទ5ពីពេលហ្នឹងទៅឈប់ណាស៊ីចំណីណាដែលមានជីវិតណាបើត្រីអីចាំត្រីណាងាប់ចាំស៊ីអាហ្នឹងវេទនាទៀតមានត្រីណាងាប់ខ្លួនឯងមិនងាយណាបើយាយផងរាល់ថ្ងៃនេះអ្នកសុំសិល8បើផ្សារគេលុកត្រីរស់ថ្ងៃមួយនោះមានយាយម្នាក់គាត់កូនក៏អត់នៅផ្ទះហើយគាត់សុំសិល8ហើយដល់កូនគេអត់នៅផ្ទះមិនដឹងបានអីស្លោទៅផ្សារខ្លួនឯងរាល់ថ្ងៃមិនដែលទៅទេដល់ថ្ងៃហ្នឹងទៅផ្សារដល់ផ្សារឃើញត្រីនៅក្នុងកធុនសាររស់ណាវាល្វើកហើយនឹកឃើញត្រីរស់នេះអញបើស្ងោណាស្ងោឲ្យបែបទំនងបើមិនដឹងធ្វើម៉េចគ្នាមានជីវិតនៅដើរទៅដើរមកហើយបន្តិចមិនដឹងធ្វើម៉េចទេណោះមានជីវិតចឹងអញដឹងធ្វើម៉េចទេបន្តិចចុះឡើងណាបែកកធុនត្រីហ្នឹងអត់ទៅណាឆ្ងាយបើចង់បានត្រីហ្នឹងហើយដល់អ្នកលោកនេះវាដឹងអូយាយនឹងសំសិលហើយចាចឹងទាញទៅប្រែបុកគ្រឿងមកដាក់ខោណាបកាច់ត្រឹងណាយាយអត់មានជីវិតមានបើយាយណាបើយាយនេះអត់ទៅណាពីកធុនហ្នឹងចង់គោលបំណងចង់បានត្រីរស់ហ្នឹងដែរបាបយាយបាទពុកបំណងហ្នឹងវាគិតទៅហើយទោះបីជាវាយខ្លួនឯងហ្នឹងក៏វាគិតហើយហ្នឹងចឹងណាហ្នឹងវាមានរឿងចឹងว่าចាស់ថាគាត់សុំសិលយូរទៅកូនកេកាហើយគេបែកផ្ទះទៅហើយអស់ចោលអស់កូនខ្លះចឹងបានមកចិត្តទៅគិតថាកូនយើងអត់សូវខុសពីសត្វទេសត្វស្លាបពេលដែលនៅមិនទាន់ដោះស្លាបណានៅក្នុងសម្បុកតែមួយគឺម្ដាយឪពុកខំប្រឹងរកចំណីមកបញ្ចុកថែទាំកូនហ្នឹងណាតែទីបំផុតនៅពេលដែលកូននឹងដោះស្លាប់ហើយវាត្រូវមិនហើបែកផ្លូវគ្នាទាំងអស់បងទៅដោយបងប្អូនទៅដោយប្អូនម៉ែទៅដោយម៉ែឪទៅដោយឪអត់ជួបគ្នាទេមនុស្សយើងរាល់ថ្ងៃប្រៀបដូចជាសត្វស្លាប់ហ្នឹងចឹង
ពេលនៅតូចឪតាណាងាទៅតាមម៉ែតាណាវឹកឡើងចកេះទៅតាមមែនទេឪនេះទៅណាងាឡើងស្មាទៅតាមចង់ផ្លែអស់ឲ្យស្មាទៅណាងាទៅតាមទៅណាងាទៅតាមដល់ពេលកំឡោះពេលកំមុំទៅដល់រឹងដៃរឹងជើងការហើយអត់មានងាតាមឪតាមម៉ែទៀតទេក៏មួយឆ្នាំអីមិនទាន់មកអឺតម៉ែម្ដងផងបើកូនប្រុសខ្លះបានប្រពន្ធមុខរៀងស្អាតតិចវាសម្លឹងនៅមុខប្រពន្ធវាភ្លេចមុខម៉ែបាត់ណា2ឆ្នាំអីបានមកមើលម៉ែម្ដងហ្នឹងហើយស្មើនឹងសត្វបាត់សីហ្នឹងហើយស្មើនឹងសត្វបាត់សីពេលខ្លះកូនគេអត់មកចិត្តចឹងទៅឯងព្រោះសុំសិលទៅដាក់គ្រូដាក់ម៉ងអីមិនកើតដល់ចឹងចេះប្រហុកអំបិលមានតាមមួយក៏កើតណាមកលក់និយាយយួរគាត់ទៅសុំសិលហើយខែទឹកវាស្រកអញ្ចឹងអាស្រូវគេចាប់ដើមទុំសគាលចិត្តដល់ថ្ងៃច្រូតទឹកវាហួតទៅអាខ្យល់វាធ្លាក់មកទឹកវាហួតនៅសល់ចុងច្រែនោះត្រីវាឡើងពេញចុងច្រែនោះវាកក់មកដុំអញ្ចឹងទៅតាមមកពីសុំសិលវិញឃើញអាត្រីនៅចុងច្រែហ្នឹងឯងវាអត់ហ៊ានចាប់ព្រោះអ្នកសុំសិលមិនដឹងធ្វើម៉េចក៏ណាទុកស្រាក់ក្បែរចុងច្រែហ្នឹងទៅដល់ផ្ទះអត់យកស្រាក់ហ្នឹងទៅទៅដល់ប្រាប់អាអូនអូអញឈឺនោមបែរចុងច្រែនេះអញភ្លេចស្រាក់នៅហ្នឹងបាត់បើមិនមែនឈឺនោមអីទុកស្រាក់នៅហ្នឹងដើម្បីឲ្យកូនមកវាមានសិលឯណាវាមិនដល់ឃើញត្រីហ្នឹងច្បាស់ណាស់អញល្ងាចអញ្ចឹងបានត្រីអាំងណាគាត់តែចិត្តប៉ុណ្ណឹងហ្នឹងក៏វាបាបដែរតោះនេះយាយណានិយាយរឿងហ្នឹងមកនិយាយមករឿងទៀតចុះព្រោះនិយាយមាននិយាយមួយទៀតមកធ្លាប់និយាយចាក់ទូទោសហើយនិយាយធ្លាប់អានស្ដាប់ហើយនិយាយចាប់ក្តាមធ្លាប់ស្ដាប់ហ៎មកនិយាយដាក់ទូទោសចាំងពីឆ្នាំ2010 7ឆ្នាំមកបើនិយាយធ្លាប់ស្ដាប់ទៅសុំសិលរាល់ដងអត់ដែរចេះទៅសុំទេនិយាយនងដឹងនិយាយណាមិនមែនគៀនស្វាយយើងនេះទេអត់ដែរទៅសុំសិលទេហើយដល់គេដាក់ទឿនញឹកពេកទៅយាយអើយឯងចាស់ហើយនៅដាក់ទ្រូដាក់មកគាត់នៅតែម្នាក់គាត់ប្រៃក៏អត់កូនគេបែកផ្ទះអស់នៅម្នាក់ឯងចឹងដាក់ទ្រូដាក់មកអ្នកគាត់ហ្នឹងថ្ងៃអាណិតដល់ថ្ងៃគេដាក់ទឿនញឹកពេកទៅថ្ងៃហ្នឹងដាំបាយមួយស្រាក់ទៅសុំសិលគេដែរហាក់ដែរទៅសុំសិលសោះតាំងពីក្មេងទៅគ្នាចំណាស់ហ្នឹងទៅលើកទី1ហើយរបស់គាត់ដល់ទៅសុំសិលលោកបញ្យលសិក្ខាបទទី1ហាមឲ្យធ្វើអីសិក្ខាបទទី2កុំឲ្យធ្វើអីសិក្ខាបទទី3រហូតដល់សិក្ខាបទទី5សុំសិល5ហើយចាំរបស់គាត់ដែរទី1គេហាមមិនឲ្យសម្លាប់សត្វមិនឲ្យបៀតបៀនសត្វកាន់ស្រាក់មកដើរអន្ទិញទី1គេហាមមិនឲ្យបៀតបៀនសត្វគេហាមមិនឲ្យសម្លាប់សត្វអាសុំសិលលើកដំបូងណាប្រកាន់ភ្ជាប់អន្ទិញហ្នឹងដល់ដើរមកអាទឹកវាឡើងដល់ខែវស្សាទឹកវាឡើងមកក្តាមទឹកវាឡើងមកដល់ភ្លឺហ្នឹងទឹកវាហូរខ្លាំងក្តាមវានៅអាក្បែរទឹកហូរហ្នឹងដល់គ្រាន់តែឃើញក្តាមគាត់ចង់ដាក់ស្រាក់មូជើងខោចាប់ក្តាមដាក់ក្នុងស្រាក់ដល់គ្រាន់តែលោកដៃដាក់ដល់ក្តាមគាត់គិតភ្លាមអូអញភ្លេចនៅឃើញសិលអញសុំលើកទី1ណាប្រាក់លោកហាមមិនឲ្យសម្លាប់សត្វអត់ទេលើកទី1នេះណាឃើញក្តាមភ្លឺទី1នេះកពើរះច្បាំងឈ្នះសិលអាសិលឈ្នះច្បាំងកពើរះតើណាសិលហ្នឹងច្បាំងឈ្នះកពើរះតលកពើរះអីយីសិលហ្នឹងច្បាំងឈ្នះកពើរះលើកទី1នេះណាអត់ចាប់ទេសុកចិត្តលើកស្រាក់តម្លាក់ជើងខោដើរទៅទៀតដល់ដើរដល់អាភ្លឺទី2ទឹកហូរកាន់តែខ្លាំងក្តាមគ្រងធំកាន់តែច្រើនអញទៅស្រ័យតាគៀបដល់ហើយអង្គុយកវីក្បាលម្នាក់គាត់ហ្នឹងនៅភ្លឺសែនអញទៅស្រ័យតាគៀបដល់ហើយណាបើឃើញនៅកដាលវាលហើយអញពិបាកទៅដល់ជីកឯណាទៀតទ្រាំបានចាប់ដាក់ពេញស្រាដល់យកមកដល់ផ្ទះចាក់ដាក់កធុននៅលើចក្រានម្នាក់គាត់ហ្នឹងអង្គុយកវីក្បាលទៀតអានោះវាវិកវើកហើយសិលអញតំសុំលើកទី1សិលអញតំសុំលើកទី1ដឹងធ្វើម៉េចទេអញណាប៉ិនបើអញសម្លាប់ឯងអញដាច់សិលប៉ិនបើអញអត់សម្លាប់ឯងទេអញអត់អីអញបានអីណាចឹងពិចារណាម្នាក់គាត់ចុះឡើងគាត់នឹកឃើញវិធីសាស្ត្រមួយណាដាំទឹកមួយឆ្នាំងឲ្យពុះហើយក៏ដាក់ឈើកងលើឆ្នាំងហ្នឹងគាត់ចាប់ក្តាមឲ្យវាអញចាប់ឲ្យវាលេងទេអាណាវាផុតអាហ្នឹងប៉ុនហែងអាណាវាមិនផុតធ្លាក់ចូលឆ្នាំងអាហ្នឹងបាបហែងកម្មហែងណាចឹកចាប់អាក្តាមទូចទៅវាបន្តិចវាក្តៅអាចំហាយក្តៅទឹកពុះពីក្រោមមកក្រាក់វាអត់ផុតធ្លាក់ក្តុកគាត់តាក់ផ្លូវផាច់អាហ្នឹងកម្មហែងណាដាក់មួយទៀតធ្លាក់ក្តុកកម្មហែង2ធ្លាក់ក្តុកកម្មហែងដល់អាក្តាមក្រងធំជាងគេអានោះវាធន់នឹងកម្ដៅបានវាផុតឆ្នាំងគាត់អានេះខូចធំជាងគេខូចអត់ស្មើភាពចាប់ឯងវាម្ដងទៀតណាវាធំវាផុតណាផុតដាក់គ្នាម្ដងទៀតអាគ្នាវាម្ដងតេះតតាហើយដល់ដាក់ម្ដងទៀតទៅធ្លាក់ក្តុកអាហ្នឹងកម្មហែងណាបាបឯបនយាយបាបអាចេតនារបស់យើងនោះវាទៅហើយសត្វស្លាប់នឹងព្យាយាមសម្លាប់គិតនឹងសម្លាប់ប៉ុនប៉ងនឹងសម្លាប់ហ្នឹងហើយមិនវែងទេប៉ុណ្ណឹងចុះនិយាយពីនាងកុកសនេះបញ្ចប់អានិសង្ឃផ្លូវយើងហ៎តើអត់បានធ្វើអីវាអត់បានអញ្ចឹងណាអ្នកគេធ្វើគេបានដូចផ្លូវហ្នឹងអញ្ចឹងយើងរួមធ្វើទាំងអស់គ្នាជាមួយនឹងញោមអភិបាលស្រុកក្តីមេឃុំក្តីមេភូមិក្តីពេលដែលយើងរួមគ្នាធ្វើហើយយើងចូលរួមថែរក្សាផ្លូវហ្នឹងទាំងអស់គ្នាបុណ្យកុសលបានទាំងអស់គ្នាណានិយាយពីនាងកុកសប្រពន្ធដើមនេះទៅកើតជាកុកស
ប្តីមកនិមិត្តខ្លួនអូនហើយបើអូនឯងចង់ទៅជួបបងអូនឯងរក្សាសិល5ពីថ្ងៃហ្នឹងទៅហូបតែសត្វណាដែលគ្មានជីវិតតែអញ្ចឹងនាងនេះខំប្រឹងធ្វើម៉េចដើម្បីបានទៅជួបប្តីសំណោះខ្លួនឯងណាពីមុនអត់បានធ្វើបន់រួមជាមួយប្តីចឹងពីថ្ងៃហ្នឹងទៅគាត់ដើរដើររតែសត្វណាដែលងាប់ហើមណាអត់ហ៊ានស៊ីសត្វមានជីវិតរក្សាអញ្ចឹងលោកវាអត់មានសត្វអីស៊ីទៅវាអត់មានអីងាប់ដល់អញ្ចឹងវាងាប់ខ្លួនឯងនេះហ្នឹងហើយណាដាច់ពោះស្លាប់ចេះអត់យូរទៅអត់ហ៊ានទៅចាប់សត្វរស់ស្លាប់ខ្លួនឯងដល់ស្លាប់ទៅដោយអំណាចទឹកចិត្តបុណ្យកុសលនេះរក្សាអប់រំខ្លួនបានល្អញ៉ាំងសេចក្តីជ្រះថ្លាឲ្យកើតឡើងបៃតិសោមនស្សរីករាយក្នុងបុណ្យក្នុងកុសលរក្សាសិលបានល្អបរិសុទ្ធដាច់ខ្យល់វឹងទៅកើតនៅឋានសួគ៌ជាមួយប្តីដែរតើណាចឹងខំប្រឹងសន្សំគុណដល់តម្លៃនៃសេចក្តីល្អបើនិយាយមានចង់ជួបតាទេគុណកណាជួបតែមួយជាតិហ្នឹងបានណាជាតិក្រោយជួបអ្នកផ្សេងនៅឡើយចង់ជួបឲ្យតាវាទេណាហើយសួរមិនបានចង់ជួបទៅសួរតាចង់ជួបយាយទេកណាចង់ជួបយាយកណាទេតាពីច្រើនចឹងណាយាយកណាគាត់ល្អចេះល្អចោលដល់ទៅសួរយាយថាអត់ទេគុណកណាលែងជួបតែម្ដងហ្នឹងបានណាហើយសួរមិនបានចង់ជួបបើតាចង់ជួបយាយទេគុណមិនដឹងទេតែមកឡូវនេះទេកាលពីមុនបើថាបរទេសទៅណាទៅរកស៊ីឯណាជាប់ឯហ្នឹងណាទេគុណណាអញ្ចឹងហ្នឹងដឹងហើយរឿងយើងតាអញ្ចឹងបានប្រុសម៉ាយថាពីក្មេងស្រឡាញ់ក្មេងចាស់ទៅនៅស្រឡាញ់ក្មេងណាស្មោះហ្នឹងនោះប្រុសនេះណាអាត្មាធ្លាប់ជួបរឿងមួយដែរម៉ាត់ទៀតចេះម៉ាត់ទៀតមិនបាច់ចប់ទេណា46នាទីណាឥឡូវប៉ុណ្្នឹងចុះមិនវែងទេចប់ធေါ်អត់ម៉ោងលោកឆាន់ឥឡូវបានបនបានកុសលតាមបច្ច័យជ្រះថ្លាណាធ្វើផ្លូវនឹងបានបននឹងព្រឹកបានបនទាំងងាយព្រះលោកសំដែងទេវតាទូសួរព្រះហៅព្រះសំដែងថាអារាមរូបាវណ្ណរូបាយេជនីសេតុការកាបបញ្ចតបញ្ញញ្ចៈយេតតន្តិឧបសយ៉ាងទេសង្តិវាចៈរតោចៈសតិបញ្ញបវតតិធម្មថាសីលសម្បណ្ណាការកសាងផ្លូវក្តីជីកដងទឹកក្តីធ្វើសួនស្បាក្តីជីកស្រះទឹកក្តីបានបនទាំងយប់បានបនទាំងថ្ងៃនៅត្រង់យើងជ្រះថ្លាព្រឹកបានបនព្រឹកជ្រះថ្លាបងាយបានបនល្ងាចចឹងចង់បានបនរាល់ថ្ងៃត្រូវជ្រះថ្លាជាមួយផ្លូវហ្នឹងរាល់ថ្ងៃដូចគ្នាណាយាយណាសូមអនុមោទនីសប្បាយចិត្តក្រោយពីលឺញោមជំទាវអីគាត់សួរអំពីសីលធម៌បងអូនអាចឆ្លើយបានទាំងអស់ថាពេលដែលយើងចូលមកដល់ក្នុងសាលាភ្លាមក្រមសីលធម៌របស់យើងជាសិស្សយើងត្រូវធ្វើម៉េចបងអូនអាចឆ្លើយបានថាមកដល់សាលាជាទូទៅយើងត្រូវជម្រាបសួរលោកគ្រូអ្នកគ្រូមិនចឹងមិនណាហើយយើងអត់តន់អង្គុយទៀតពេលមកដល់ហ្នឹងពេលលោកគ្រូអ្នកគ្រូចូលមកក្នុងសាលាហ្នឹងយើងត្រូវធ្វើម៉េចងើបឈរហើយជម្រាបសួរលោកគ្រូអ្នកគ្រូហើយណាគាត់ឲ្យអង្គុយចុះបានយើងអង្គុយចុះមែនទេនឹងសីលធម៌របស់យើងជាសិស្សណាសីលធម៌ពលរដ្ឋគ្រូបង្រៀនណាហើយដល់ពេលមុននឹងយើងអង្គុយចុះហ្នឹងមាត់យើងត្រូវនិយាយថាម៉េចទៀតអរគុណអ្នកគ្រូឬអរគុណលោកគ្រូណាហ្នឹងដែលយើងត្រូវចេះក្នុងខ្លួនរបស់យើងក្នុងនាមជាសិស្សហ្នឹងត្រូវចេះរបៀបរបបទាំងអស់នេះសីលធម៌ក្នុងនាមជាសិស្សពេលយើងចេញទៅពីសាលាទៅវិញក៏ត្រូវជម្រាបលាគាត់ឲ្យចេញទៅបានណាបងអូនចេញទៅចុះក៏សូមអរគុណលោកគ្រូអ្នកគ្រូដូចគ្នាពេលទៅដល់ផ្ទះឬក៏តាមផ្លូវអីជួបលោកគ្រូអ្នកគ្រូអីត្រូវតែលើកដៃសាពះជម្រាបសួរគាត់ចឹងដែរមែនទេណាហ្នឹងចឹងថ្ងៃក្រោយទៅមិនរៀនក៏ដោយយើងដោយជួបគាត់នៅកន្លែងណាឲ្យចេះអោនចេះលំទោនណានឹងកិច្ចសំខាន់របស់យើងជាសិស្សក្នុងវ័យនេះដែលយើងបំពេញតួនាទីយើងជាកូនល្អជាសិស្សល្អហ្នឹងមិនចាំបាច់ចងចាំអីច្រើននេះយើងរៀនណាហាត់ពុតលត់ដំខ្លួនយើងបានតែប៉ុណ្្នឹងចាត់ទុកថាជាសិស្សដ៏ល្អនេះជាកូនដ៏ល្អហើយលោកគ្រូចាប់ពាក្យព្រះអង្គពិធីករលោកបញ្ជាក់ថាបើសិនជាកូនណាមាត់អត់បានសភៅអញ្ចឹងកូនខ្លះអត់ហ៊ានមាត់ទេបាត់មាត់សំបីឲ្យហៅក៏អត់ចង់ហ៊ានហៅដែរក៏ប៉ិនបាត់ហ្នឹងខ្លាចពីព្រោះអត់បានសភៅពីព្រោះអត់បានលុយអាហ្នឹងមិនល្អទេមិនមិនបានគ្រូថាអញ្ចឹងឧទាហរណ៍តែច្បាប់គេបង្កើតឡើងណាឬអ្នកមិនធ្វើអាក្រក់ព្រោះខ្លាចច្បាប់អ្នកមិនធ្វើបាបព្រោះខ្លាចបាបមិនល្អទេតែបើសិនជាយើងដកចេញពីចិត្តយើងណាប្រកាន់ខ្លួនយើងថាអញមិនធ្វើបាបអញមិនប្រព្រឹត្តអាក្រក់ទោះបីមិនមានច្បាប់នឹងបញ្ញត្តិឡើងមិនដាក់ទោសក៏អញមិនប្រព្រឹត្តអាក្រក់អានឹងបានជាទង្វើល្អតើណាយើងខ្លាចខ្លួនយើងតែម្ដងបាច់ចាំអ្នកណាមកដាក់កម្រិតទេយ៉ាងណាយើងស្ងាត់ព្រោះក្រមសីលធម៌របស់យើងជាសិស្សត្រូវមានអញ្ចឹងមកដែលយើងរៀនប្រចាំថ្ងៃក្នុងថ្នាក់រាល់ថ្ងៃនេះលោកគ្រូអ្នកគ្រូមិនចាំបាច់និយាយក៏យើងត្រូវដឹងតែយើងជាសិស្សល្អយើងត្រូវធ្វើម៉េចស្ដាប់គាត់ដោយគោរពប្រឹងប្រែងសិក្សារៀនសូត្រយកពេលវេលានៃចំណាយលើការសិក្សាព្រោះវ័យយើងប៉ុណ្ណេះជាវ័យដែលត្រូវក្រេបចំណេះដឹងលោកគ្រូធ្លាប់លើកថាបើអ្នករស់ស៊ីត្រូវរៀនរស់ជាមនុស្សដូចជាមនុស្សអីដឹងទេអ្នករស់ស៊ីណាអ្នករៀនសូត្រគេធ្វើដូចមនុស្សអីសិតតែមានប្រភេទរបស់វាអ្នករស់ស៊ីគេឲ្យរៀនរស់មើលតាមរបៀបសមោចតាមរបៀបខ្យងដល់ឲ្យយើងអ្នករៀនសូត្រគេឲ្យរៀនមើលតាមរបៀបសុភាទន្សាយ
ឲ្យរៀនមើលតាមរបៀបខ្មុំហ្នឹងហើយមើលតាមរបៀបខ្មុំមើលតាមរបៀបទន្សាយហើយបើអត់រកស៊ីអីសោះនៅតែផ្ទះកុំរៀនដូចរបៀបមនុស្សដូចជ្រូកស្គាល់ជ្រូកទេកូនស្គាល់ទេស្គាល់ខ្មុំទេស្គាល់ទន្សាយទេស្គាល់សម្ោចទេស្គាល់ខ្យងទេឥឡូវយើងរៀនពីសត្វទាំងអស់ហ្នឹងណាបាច់និយាយអីជ្រៅពេកទេធម្មជាតិជាខ្យងពេលណាដែលវាអត់ទឹកណាអាហ្នឹងអ្នករស់ស៊ីគេឲ្យមើលតាមរបៀបចឹងពេលណាអត់ទឹកវាអាចចិញ្ចឹមជីវិតរបស់វាឲ្យរស់ខែប្រាំងរដូវប្រាំងរយៈកាល5ខែឬ4ខែនេះតើខ្យងវារស់នៅកន្លែងណាដឹងទេអត់ទឹកសោះហ្នឹងក្រោមដីណាបងអូនដែលឆ្លើយបានមានន័យតែធ្លាប់ដឹងពីសភាវៈរបស់ខ្យងវាអត់មានទឹកមានបឹងអីនៅវានៅតែក្នុងដីរយៈកាល4-5ខែសំបីតែទឹកក៏គ្មានចំណីក៏គ្មានតែវាអាចអត់ធន់រស់នៅបានដល់ពេលខែវស្សាពេលធ្លាក់ភ្លៀងមកវាចេញពីដីមករស់តាមធម្មតាបកើតបកូនកើតចៅមកពេញទឹកពេញដីមែនទេចង់បញ្ជាក់ថាមនុស្សខ្យងនេះទោះបីជាកលៈទេសៈបែបណាក៏ដោយទោះបីជាកូនកើតក្នុងសភាពក្រខ្សត់អត់លំបាកកើតក្នុងតកូលបែបណាក៏ដោយក៏ត្រូវតែមានសេចក្តីអត់ធន់ព្យាយាមញ៉ាំងជីវិតខ្លួនឯងនេះដើម្បីរស់នៅតទៅទៀតដើម្បីញ៉ាំងជីវិតខ្លួនកូននឹងឲ្យរួចពីការលំបាកឲ្យឆ្លងផុតពីការលំបាករីឯសម្ោចនេះខ្លីៗមិននិយាយវែងទេបងស្គាល់សម្ោចហើយមិញណាស្គាល់ហើយសម្ោចធម្មជាតិជាសម្ោចនេះណាវស្សានរដូវវានៅតែក្នុងរុនវានៅតែក្នុងរូងវានៅតែក្នុងផ្ទះរបស់វាទេខែវស្សាណាអត់ចេញទៅញ៉ៃញ៉ៃទៅពីទេប៉ុន្តែខែប្រាំងចេះបងអូនចំណាំចុះណាវាចេញគ្រប់ច្រកលហកទាំងអស់ចេញដើម្បីអីដឹងទេដើម300ចំណីណាប្រមូលចំណីយកមកទុកក្នុងជំរុករបស់វាហើយបើសិនជាយើងមិនចេះរៀនរស់ដូចសម្ោចកុំរៀនរស់ដូចរីស្គាល់រីទេហើយរីមួយថ្ងៃវាធ្វើអីអូហ្នឹងហើយសិតតែធ្លាប់រៀនហើយគ្រូបង្រៀនហើយមេរៀនអស់ហ្នឹងមានអស់ណាដល់មើលតុក្កតាណានឹងធម្មជាតិជារីនេះវាអត់ដៃចេះខ្វល់សោះមួយថ្ងៃដឹងតែពីរាំអីច្រៀងអារាំច្រៀងខ្លួនឯងអស់ចិត្តបបួលគេនេះមករាំទៀតណាថ្ងៃមួយទៅបបួលសម្ោចអើយបងសម្ោចទៅខំអីខំលេះខំប្រឹងរកស៊ីលីសែងរែកពុនមួយថ្ងៃឃើញតែជូននោះដូចអត់មានពេលបានសបាយសោះមកខែប្រាំងនេះដៃហុយល្អបងឯងគួរតែមករាំច្រៀងជាមួយខ្ញុំទៅខំអីចាំចិត្តដល់ខែវស្សាចាំនាំគ្នាដើររោមិនតាន់យឺតពេលអីសម្ោចថាឲ្យវិញមិនចាំហ្នឹងហើយបងឯងរាំចោះច្រៀងចោះខ្ញុំកូនចៅខ្ញុំវាច្រើនខ្ញុំអត់មានពេលរាំច្រៀងទេសុំអធិស្ឋានគេចេញទៅរកស៊ីប្រមូលចំណីដាក់ចម្រុកនិយាយពីរីនេះរាំផងច្រៀងផងដល់វស្សាដល់ខែវស្សាធ្លាក់ភ្លៀងមកដល់វាមិនដឹងរកអីតន់ទឹកព្រែកទឹកសបោទៅសុំសម្ោចមែនទេឲ្យសុំសម្ោចថាឲ្យមិនវិញណាអត់ឲ្យថាឲ្យទៀតណាហ្នឹងហើយបងឯងទៅរាំទៅច្រៀងចោះហ្នឹងទៅរាំទៅច្រៀងបន្តទៀតចោះឃើញទេគេថាឲ្យទៀតមនុស្សខ្លះចឹងខ្មែរយើងរាល់ថ្ងៃលោកគ្រូឃើញអញ្ចឹងណាកូនចូលចិត្តចាយលុយមុនរកលុយបានឬក៏ចាយឲ្យលើសពីសមត្ថភាពចាយលុយមុនរកលុយបានអាម៉េចឧទាហរណ៍តដីគាត់ត្រូវប្លង់គេមកតថ្លៃ$10000លក់វាមិនតាន់ដាច់ទេដើរខ្ចីគេចាយសិនដៃអញលក់បាន$10000មែនទេអាហ្នឹងចាយលុយមុនរកលុយបានបើមិនអញ្ចឹងទេយកដីនឹងយកទៅដាក់ធនាគារបដិទ្ធមេដៃយកលុយមកទិញម៉ូតូជិះយកលុយមកទិញឡានជិះយកលុយមកដើររាំដោយច្រៀងផឹកស៊ីសបាយកាយរីករាយដោយប្អូនណាញោមទាវគាត់សួរថាផឹកស្រាអ្នកស្រុកយើងច្រើនទេលើកដៃទាំងអស់អញ្ចឹង